សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្តពុះកញ្ជ្រោលយ៉ាងក្តៅកគុកជាង10ថ្ងៃមកហើយស្រាប់តែពេលនេះលោកគីមជុងអ៊ុនប្រមានទៅប្រទេសជប៉ុនថាប្រយ័ត្ននឹងលិចក្រោមទឹកបាត់ទៅបើហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយគំរាមកំហែងដល់សន្តិសុខកូរ៉េខាងជើងពិភពលោកកំពុងតែតាមមើលតំបន់អាស៊ីបូព៌ាយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីកូរ៉េខាងជើងបានចេញមុខប្រមានយ៉ាងចាស់ដៃនាថ្ងៃសុក្រទី13ខែមីនានេះថាផែនការរបស់ប្រទេសជប៉ុននៅក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនថ្មីអាចនឹងក្លាយជាដើមហេតុដែលនាំឲ្យមានការលិចលង់នៃប្រជុំកោះជប៉ុនទាំងមូលទីភ្នាក់ងារសារព័ត៌មានមជ្ឈិមបកកូរ៉េខាងជើង KCNA បានចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលទីក្រុងតូក្យូចំពោះការសម្រេចចិត្តដាក់ពង្រាយមីស៊ីលប្រភេទ Type 12ដែលត្រូវបានកែលម្អឲ្យមានសមត្ថភាពបាញ់ឆ្ងាយជាងមុននៅតាមតំបន់យុទ្ធសាស្ត្រមួយចំនួនដូចជាខេត្តគូម៉ាម៉ូតូស៊ីស៊ូកានិងមីយ៉ាសាគីជាដើមអ្វីដែលធ្វើឲ្យទីក្រុងព្យុងយ៉ាងក្តៅក្រហល់ក្រហាយជាទីបំផុតនោះគឺមីស៊ីលប្រភេទថ្មីនេះមិនត្រឹមតែបាញ់ចេញពីដីគោកបានប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបាញ់ចេញពីលើអាកាសនិងលើទឹកដែលធ្វើឲ្យបណ្ដាប្រទេសជិតខាងទាំងអស់ស្ថិតក្នុងរយៈចម្ងាយនៃការវាយប្រហាររបស់ជប៉ុនកូរ៉េខាងជើងបានលើកឡើងថាទង្វើរបស់ជប៉ុនគឺជាលបែងយោធាដ៏គ្រោះថ្នាក់និងជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលខ្លួនធ្លាប់សន្យាថានឹងប្រើប្រាស់កម្លាំងយោធាត្រឹមតែក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះព្យុងយ៉ាងបានអះអាងថាការដាក់ពង្រាយអាវុធវាយប្រហារទាំងនេះគឺជាការត្រៀមលក្ខណៈយ៉ាងច្បាស់ក្រឡែតសម្រាប់ឈ្លានពានយោធានៅពេលអនាគតនៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះកូរ៉េខាងជើងបានប្រមានចំថាជប៉ុនកំពុងតែដើរចូលទៅគៀកនឹងបន្ទាត់ក្រហមហើយ KCNA បានបញ្ជាក់ថាប្រសិនបើផែនការនេះខ្លាចជាការពិតមែននោះជប៉ុននឹងខ្លាចជាឃ្លាំងមីស៊ីលដែលអាចកំណត់គោលដៅវាយប្រហារលើប្រទេសជិតខាងបានគ្រប់ពេលវេលាដែលវានឹងធ្វើឲ្យសន្តិសុខនៅក្នុងតំបន់ទាំងមូលបាត់បង់ស្ថិរភាពយ៉ាងធ្ងន់ធ្ងរ